ศักษาเรียนโซนนั้นคือจะทอมาเชียดในมนุษย์มาเยอะในยัยปีมนุษย์คือการศึกษามนุษย์คือการศึกษาบ้ามันศึกษาเกมหายตามมนุษย์เว้ยปรุทอมาเชียดเราบอกมนุษย์เยอะนี่คือยัยปีเรื่องเรียนศึกษาสาวชิริวรบกรุบซับแบบยางต่างอ๋ออันนั้นทอมเชียดบอกมนุษย์ประกายชงอลบอทิพย์จะมวยสัตว์เว้นสัตว์ได้รีนเนี่ยขโมยยังเมื่อสัตว์สนอหนึ่งเตะยังได้โจสลารีนเนี่ยอาเต้ไอ้ยังเมื่อได้สัตว์นึงไปtừสาวชิวtừทานประจันtừพบนี้พบโน้ยคืออาเต้แต่มนุษย์นั้นเชี่ยกันไล่ชงอลอันยี่ปีมนุษย์นั้นคือพบชงอลส้มอนุโมทนีส้มการอนุญาตปีสำนักกนาจ่าซองครุปองโลกนิยุสลาลูกครูตะครูบกเลิกศักษาโกดขมุยศาสนุสะก็โดยเจียนาเชียบาลระบอบศาสนุสะกรุบรูมได้บานสัตว์ในขนมปะเวในสลาปฐมศักษาโอตะกี้เยื้องดาวสกได้สลันรอบอ่านนังเมตรัยเพียบดำใบบานจะกิจจับประดามยมประกาศนาธมาโสมกาอนุญาตดำใบบานเพื่อกิจนมัสการปรัตนตรัยก็จะขังดามนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนัตยัสสะวันเตมิยมปองสมอภิวัตมตนกายวิจัยจัดนมัสการจำพวกประจุมใบในพระรัตนตรัยเมียนประพุทธทอประซองโดยสกายกรุบจิรัตลาดอกไกรแรงตอบสอบกาลสมาโดยชีวิตมัสกากะนาประซองกรุบองเมียนธนาดนอมกรุบองในวัดสามัคชรามโอตกีก็โดยเจียลูกโกนสามเณรกรุบองได้สัตว์ขนมตีนี่โดยก็ได้สลายรอบอ่านขนมปะโทจำรานปอดอลโยมเยียดใส่ปลอกตะลายเมียนลูกครูนยุสลาเปิลครูริมสุวิทเปิลนยุสลาปฐมศักษาโอตกีเปิลนยุรองลูกครูนักครูเปิลเจวิชัยนักครูส่งสุภาพเปิลส่งจำรานปอเจวิชัยจากต้มทั้งลายเปิลหรือก็คณะกรรมการกรุบกรองสลาก็นกเมียนจักตรงปีรูปก็เมียนโยมจืมโยมวีอัศราไปนู่นอะไรแต่จะนมเนี่ยนึงจ่าจงเนี่ยเยอะจรานปอดอลขมุยซาซาโนซาขมุยซาซาโนซากรุบเนี่ยนะเมื่อtới đôi trong wall trong bàn mình chẳng á chặt hàn po muối xô đây muối lư thế chẳng đậm tay cho nó muối ná chẳng ngày ni lục ru màu đào cái đây sờ lạnh rọp an chụp buộc con khmui cục ni ấy score lục ru ấy score đấy đăng thà lục ru chmu ấy lục ru chmu ấy lục ru công đằng ná
លោកគ្រូគង់នៅណាលោកគ្រូគង់នៅសាលារៀនតើមិនវត្តណានេះនេះសាលាតើចឹងស្គាល់ច្បាស់ណាក្មួយណាសាធុចឹងអរគុណក្មួយដែលបានស្គាល់ណាមើលមកលោកគ្រូមើលចាស់ប៉ុណ្ណាដែរលោកគ្រូចាស់អត់ទេនិយាយលេងនិយាយមែនណានៅលោកតាស្រាប់លឺណាកូនសិស្សតើកណាតនចាស់ណាសាធុណាអរគុណណាកូនដែលបានបញ្ចូលថានៅក្មេងចឹងណាឃើញរឿងនិទានខ្លីមួយដល់សួរអញ្ចឹងនឹកឃើញរឿងហ្នឹងធ្លាប់អានយូររាំងភ្លេចណាសាក់លបងនិយាយបន្តិចណាកូនស្ដាប់រឿងណាមានបរិសម្នាក់គាត់មានប្រពន្ធ2បរិសហ្នឹងគាត់មានប្រពន្ធ2ហើយគាត់តែងប្រៀបធៀបខ្លួនគាត់ហ្នឹងគាត់ឆ្លោះកញ្ចក់ឆ្លោះអីមើលខ្លួនគាត់ហ្នឹងថាជាអ្នកដែលមានរូបរាងស្អាតសង្ហាហើយនៅក្នុងចំនួនគាត់ហ្នឹងមានតារា model ម្នាក់លោកគ្រូមិនចាំឈ្មោះទេណាមានតារា model ម្នាក់ហ្នឹងស្អាតសង្ហាដែលអ្នកណាហ្នឹងក៏គេតសើតសង្ហាដែរហើយបរោះហ្នឹងគាត់តែងប្រៀបធៀបខ្លួនគាត់ហ្នឹងទៅកាន់បរោះដែលជាតារា model នោះឯងថ្ងៃមួយគាត់សួរប្រពន្ធដើមគាត់សួរប្រពន្ធដើមគាត់ស្លៀកពាក់សិតសក់តនុយយ៉ាងស្អាតហើយសួរប្រពន្ធដើមសួរថាតើមើលអូនមើលមកបងមើលតើបងអាចប្រៀបជាមួយនឹងតារា model នោះបានទេអានេះលោកគ្រូភ្លេចឈ្មោះណាអញ្ចឹងនិយាយអញ្ចឹងតែក្មួយស្ដាប់បានទេស្ដាប់សាច់រឿងតណាដល់តែវាភ្លេចឈ្មោះតារា model គេនឹងឯងចាអញ្ចឹងប្តីសួរទៅប្រពន្ធដើមណាថាអូនមើលតើបងអាចប្រៀបជាមួយនឹងតារា model ដ៏ល្បីល្បាញប្រចាំប្រទេសយើងនឹងបានទេប្រពន្ធហ្នឹងក៏ឆ្លើយថាបងស្អាតជាងតារា model នោះទៅទៀតណាប្រពន្ធដើមឆ្លើយប្រាប់ប្តីឡើងញញឹមខ្ជិបណាដល់ទៅពេលបន្ទាប់មកសួរទៅប្រពន្ធទី2ប្រពន្ធចុងម្ដងសួរទៅប្រពន្ធចុងដូចគ្នាប្រពន្ធចុងក៏ឆ្លើយថាតារា model នៅក្នុងប្រទេសយើងនឹងទៅប្រៀបនឹងបងមិននឹងបានណាយល់ណានោះកាន់តែសប្បាយចិត្តទៀតមកសន្ទុះក្រោយមកហ្នឹងមានបរោះម្នាក់ហ្នឹងដែលគេមានកិច្ចឯណានីមួយគេចូលមកពឹងពរណាអញ្ចឹងគេចូលមកដល់ភ្លាមសួរគេផ្លែតមើលលោកខ្ញុំសុំសួរលោកមួយមើលខ្ញុំនឹងតារា model តើមួយណាសង្ហាជាងអញ្ចឹងដឹងថាអ្នកមរហ្នឹងគេឆ្លើយថាម៉េចទេគេនៅតែឆ្លើយថាបរោះហ្នឹងសង្ហាស្អាតជាងតារា model ដដែលអញ្ចឹងណាស្រាប់តែថ្ងៃមួយតារា model ហ្នឹងក៏បានមកកាន់ផ្ទះរបស់បរោះហ្នឹងឯងនៅពេលដែលបរោះហ្នឹងឃើញតារា model ដោយផ្ទាល់ហើយខ្លួនឯងឆ្លោះកញ្ចក់មើលរូបរាងខ្លួនឯងទៅទើបដឹងថាខ្លួនឯងហ្នឹងវាអន់ជាងតារា model ហ្នឹងឆ្ងាយណាណាអញ្ចឹងអាពាក្យថាសារខាងដើមរបស់ប្រពន្ធដើមប្រពន្ធចុងនិងបរោះម្នាក់ទៀតហ្នឹងគ្រាន់តែនិយាយដើម្បីលើកទឹកចិត្តអាចនិយាយថាជាពាក្យកុហកប្រពន្ធដើមដែលតសើតប្តីខ្លួនឯងស្អាតហ្នឹងគឺដោយអំណាចនៃសេចក្តីស្រឡាញ់ប្តីអញ្ចឹងបានប្រាប់ថាប្តីស្អាតជាងតារា model ទៅទាំងដែលដឹងច្បាស់ថាតារា model នោះស្អាតជាងប្តីខ្លួនឯងទៀតដល់តណាកូនចំណែកប្រពន្ធទី2ឯណោះវិញដែលតសើតប្តីខ្លួនឯងស្អាតហ្នឹងព្រោះតែភ័យខ្លាចណាបើថាប្តីខ្លួនឯងមិនស្អាតទៅខ្លាចលោកប្តីនឹងថាឲ្យខ្លាចប្តីនឹងមិនសប្បាយចិត្តប្តីឈប់ស្រឡាញ់អញ្ចឹងនិយាយទាំងបង្ខំថា
ប្តីខ្លួនឯងនឹងស្អាតជាងតារាម៉ូដែលណាចំណែកបរោះម្នាក់ទៀតដែលមានកិច្ច100ហ្នឹងហើយតើសើថាបរោះនឹងស្អាតជាងតារាម៉ូដែលដោយសារតែគេមានកិច្ចការនីមួយហ្នឹងមកពឹងពោមកពឹងពាក់ដើម្បីឲ្យជួយអញ្ចឹងគេខ្លាចលោកបរោះនឹងមិនជួយធ្វើកិច្ចការអីឲ្យក៏តសើថាស្អាតសង្ហាជាងតារាម៉ូដែលទៅប៉ុន្តែធៀបពិតយ៉ាងម៉េចអង្គធៀបពិតណាគេស្អាតជាងតារាម៉ូដែលប្រចាំប្រទេសនឹងឯងស្អាតសង្ហាដាច់ជាងស្វាមីរបស់ខ្លួនឯងនឹងណាចឹងលោកគ្រូលើករឿងនេះមកណែដោយកកូនណែតសើមិនណាថាលោកគ្រូនៅក្មេងនៅសង្ហាហ្នឹងតាមពិតពីហ្នឹងយ៉ាងម៉េចទៅណាទៅកុហកឥឡូវចប់មួយរឿងណាមួយរឿងហ្នឹងប៉ុណ្ណឹងចឹងដើម្បីបានជាប្រយោជន៍នៅក្នុងថ្ងៃនេះលោកគ្រូមានសេចក្តីរីករាយសប្បាយចិត្តមែនតើដែលបានមកចូលរួមនៅក្នុងកម្មវិធីផុសសាលារៀនថ្ងៃនេះថ្ងៃ1មិថុនាហ្នឹងអីតិវាអីចេះនេះតិវាអីតិវាកុមារអន្តរជាតិអញ្ចឹងតិវាកុមារអន្តរជាតិតិវាកុមារអន្តរជាតិថ្ងៃហ្នឹងហើយកូនហ្នឹងវាច្រើនសិតតកុមារហើយអាយុក្មេងប៉ុន្តែកូនទាំងអស់គ្នាមានភ័ព្វមានសំណាងបានមកសិក្សារៀនសូត្រនៅក្នុងសាលាបឋមសិក្សានៅក្នុងសាលាចង់ច្រឡំតវត្តមកសិក្សារៀនសូត្រនៅក្នុងសាលាបឋមសិក្សាអូតគីនេះមានសំណាងច្រើនទទួលបានគុណប្រយោជន៍គុណសម្បត្តិច្រើនដតីក្រៅអំពីការសិក្សាមុខវិជ្ជាដែលជាការរៀបចំដោយក្រសួងដោយថ្នាក់ជាតិដែលលោកគ្រូអ្នកគ្រូខិតខំប្រឹងប្រែងបង្ហាត់កូននៅមានគុណប្រយោជន៍ដ៏ធំធេងមួយទៀតដែលតាមសាលាផ្សេងមិនមែនចេះតែអាចធ្វើបានទេគឺបានបង្រៀនពីសីលធម៌តាមបែបពុទ្ធសាសនាដល់ក្មួយដល់កូននៅឲ្យចេះគោរពប្រសង់នេះជាដើមអញ្ចឹងណាអ្នកដូចជាក្នុងថ្ងៃនេះក្មួយពេលដែលលោកគ្រូចូលមកដល់ឬក្មួយចេះសូត្រធម៌ហើយសួរតើក្មេងប៉ុណ្ណឹងតាមសាលាផ្សេងដែលអាចសូត្រធម៌បានអញ្ចឹងនឹងសួរថាមានប្រមាណសាលាមានមិនសូវច្រើនទេណាក្មួយសាលាទូទាំងប្រទេសនិយាយទូទាំងប្រទេសអញ្ចឹងសាលារបស់ក្មួយនេះឬក្មួយនេះមានភ័ព្វមានសំណាងដែលបានមកសិក្សានៅទីនេះបានចេះធម៌ចេះអាតាំងពីក្មេងទៅបើចាំឲ្យចាស់អីបានចូលវត្តអីងាយទេយ៉ាងហ្នឹងមិនដឹងតែចេះធម៌យ៉ាងម៉េចអីយ៉ាងម៉ានេះបានពីក្មេងអញ្ចឹងចេះធម៌ស្រួលគ្រូខ្លះហ្នឹងអត់តន់ចេះធម៌ផងក៏មិនដឹងហេតុអីបានគាត់មិនតន់ចេះដោយសារការដែលគាត់នៅរៀនហ្នឹងមានអ្នកបង្រៀនធម៌ដល់គាត់អត់មានអ្នកបង្រៀនទេគាត់គិតខិតខំប្រឹងប្រែងតែពីការសិក្សារៀនសូត្រអញ្ចឹងគាត់អត់មានឱកាសដើម្បីបានរៀនធម៌ទេអញ្ចឹងលោកគ្រូខ្លះអ្នកគ្រូខ្លះដែលគាត់ចេះធម៌ហ្នឹងទំនងទើបតែចេះក្នុងសាលានេះឯងដោយសារតែមានកម្មវិធីធម៌អាច្រើនអញ្ចឹងទៅនាំឲ្យពួកគាត់ចេះធម៌អាខ្លះអីអញ្ចឹងទៅដោយតួយ៉ាងជាក់ស្ដែងយើងនិយាយតាមភាពជាក់ស្ដែងដែលសាលារបស់ក្មួយទាំងអស់គ្នានេះបានដាក់បញ្ចូលកម្មវិធីពុទ្ធសាសនានឹងយ៉ាងជ្រៅនៅក្នុងសាលាមិនមែនរយៈកំផែលទេណាគឺយ៉ាងជ្រៅការអប់រំសីលធម៌សុជីវធម៌តាមបែបពុទ្ធសាសនានឹងបានច្រើនមែនតើពីរបៀបថ្វាយបង្គំព្រះសង្ឃពីរបៀបនិយាយការគួសមទៅកាន់ព្រះសង្ឃការគោរពចំពោះព្រះសង្ឃរហូតបង្រៀនពីការសូត្រធម៌ជាធម៌នមស្ការថ្វាយបង្គំព្រះ
mình trầm ta bà nó tê sao khá nâng chết tiếng pôl thô nâng tờ tiên chết tiếng pôl thô rồi chết thô bài bát xây xây nâng tờ tiên nâng pi mùi chùm non từ mùi chùm non nâng đại ca trên pi sà la bó mùi nâng ạ ní đại lục rù thạc mùi miền phóp miền sầm nang bàn sắc xa nơi tí ní mùi chùm nánh bàn pi vàng sầm khăn tí mùi cứ chùm này bùi chia đại lục rù nè rù bàn bắt đo ao bàn bằng hát bàn bằng riêng này mùi chết đằng tí pi nâng cứ đôi dây mà nhá trẻ thoi trẻ à nâng bàn ta nâng miền chùm này miền chùm niên xây chỉ tra ơn tiết đại sà la bó mùi bàn bẩn độc bẩn đa bàn rịp cho mọi cả miền ru chỉ sạch từ hơi đôi chia lập bay lập băm cướp sọp bài vàng nè lập bay đôi chia lập băm chuôn po lập băm ấy từ ngon nấng dừng lược tại mùi này nấng xu ta miềnประมาณ cả lại để ai rịp cho bài nâng bàn mất nghe tê nắc mùi mất nghe tê mùi miền pop miền sầm nang để bàn sắc xa nè sờ lạnh là băm che là băm tới kêu bằng hát rồi biết là băm rom là mạch cái nè chẳng khơi sờ la bọc mùi nước miền cà vật hạt riêng sốt nó bàn trơn và tiếp cho mùi nâng cả lại xây những khơi trơn còn từ lợt tập pi là băm mùi nó khơi nè nơi khang đấy dương miền nè che đằng trơn ấy bây giờ như này Phật sa na với thọ a nó cái này thọ a nó ban che đăng tràn đầu tiên mùi che sốt thọ che nằm masaka tụ bay sốt về mình toàn biểu ru đôi chỉ lốp sốt nâng cả đó và là mùi ai sốt bàn ngày cầu tới ai Phật lột đầm tới tứ bàn này rồi mình chẳng thế lục cru nè bằng riêng thọ a nó nè ai bằng hạt vì được bịp sâu là bịp đôi dương nè sọc sâu dương hơi tầm đó có chia ca lò đây còn mọi sâu tới rừng á vợ mình còn sâu ban còn che còn chăm á và nó đáp tới rừng rồi đáp tới chico nâng về nâng hơi tại che bịp mình và nó dương do từ sâu từ tam cam ở vị trí bon xây nhá nâng dương bà bạn tịnh á sâu sợ chọc kê bà mà này để sao xâm lên dừng rừng á chẳng bà sâu tam rồi bịp nè sọc dương sâu tam mà đón nâng việc bàn nọt bạc nọt cầm nứt đối ta ạp nọt là bịp sâu nó tư tà mòn che hay mà chỉ vứt tư tà mòn ngày cao chả ấy từ châu vọt châu vai tới rồi có đào bon đào tiền này tới mình ta bà bạ rừng trầm tinh thon tinh ai thì thế rồi sao bàn che rùi sạch bạch ta hơi tăng bị nâng tư nâng anh chẳng khmui đại ban che hơi ní nó khmui từ prang rừng lắc từ prang rạ xa vía cầm oi phlịch nước nông thố bong sầm đai nhung pi sam bát tia buôn giang miền u á cạ sạ nè u á cạ sạ nè u á cạ sạ năng ấy khmui u năng ột than là sam bát tia đào prom đời ca sắc xà mình chẳng ấy mùi ột than là sam bảo tia nó cứ đào prom đào cáp chia diêm chẳng còn chờ lắc mùi pi rồi là ột than nạ nó cứ cáp chia diêm cướp sọp bài vàng từng ọ ấy mùi chọn riêng sốt bạc cài đấy mùi chọn ấy chẳng ngày nên gì rừng riêng này làm tên gì cô chẳng trong riêng nói cụ cài nó trâu chia diệm và nó muốn đừng dây rừng riêng bạc cài đấy trong lơ cô tao nói mùi sầm tên đại ngày ní ban màu dây can mình toàn nó khơi dây à hơi tới tiếp plei tì lơ à và lớn bạc cài plei chứ plei trơn nhà lớn toàn nó khơi ban mà chụp khmui để sân ở trong vây đã cùng pung sắc xà hay pin nó dây từ can con xa mà đây vòng đây này thằng ngọc thằng nia nữa à rát ở sân ở trong vây sắc ra thằng ngọc nia nó con khơi nhá khơi kia sắc xa đi sâu đấy cái này còn chiết là nè
vây dương đấy chỉ vây đã cầm bông pin sắc xa đến sốt vây sắc xa đến sốt ná con chỉ vây sắc xa đến sốt chẳng mùi con cục rúp trâu tại prăng sắc xa đến sốt hạt ấy ban chăm bách trâu sắc xa đến sốt miền hạt phò chỉ trơn đal mùi trâu đằng tì mùi ca riêng sâu nó cứ chỉ thò mà chết đây mà nụ ca sắc xa riêng sâu nó cứ chỉ thò mà chết đây mà nụ mà dương này dây pi mà nụ cứ ca sắc xa mà nụ cứ ca sắc xa ba mình sắc xa kèm hai ta mà nụ ấy pro thò mà chết rồi bao mà nụ dương đấy cứ dây pi riêng riêng sắc xa sao chiêu riêu rọc cướp sập bài giang thằng o nâng thòm chết bò mà nụ bạc cái ngol bò thiếp cho mùi sát vĩnh sát đà rin đấy mùi dương mơ sát sờ nọ nâng tia dương đai cho sala rin đấy thế hay dương mơ đà sát nâng bị từ sao chiêu từ than và chăn từ phốp nô ấy cứ thế tại mà nụ nâng chia cần lại ngol anh dây pi mà nụ nâng cứ phốp ngol nó tăng pi pre sama samput bong tra đằng mà lại màu mơ bóng có ngol bò bóng men ngol men bóng trong vay rọc nằm mốc của thò rồi hốt bàn trắc đằng nô tề bàn anh dây không thò bị đang chơi và nó prap mùi bàn đằng đã bán được mới chẳng nếu chỉ hai pho tìm mũi đó ca sắc xa đến số nâng bị chỉ thò mà chết rồi bò mà nô dương nâng dây bị rừng rin mùi tiết rin đàm bay răng mòm khuôn ấy nâng đàm bay chui nẹ đọt tầy mùi riêng đam bay ở rừng móm nâng đam bay chui nẹt đọt tây chơ khăm rừng móm bàn dù mẹ nè chơ na đã miền khăm chơ nâng rừng bàn dù quá hay miền bị giàu thì chơ khăm nâng tụ bay cái cặp về dầu màu cả đó có việc bàn chia bị giàu đó nẹt pra cái ai dọc tờ thơ cái đa cái ai dọc tờ thơ ngư cái ai dọc tờ thơ tờ so cái ai dọc tờ thơ chỉnh chiang rứ tờ vợ bay xây tin ở đôi đàm cả kỳ những cái giờ tờ thơ tu quy tờ tin được cái nè nó với miền khăm bỏ thêm cho môi đàm ọt khăm đôi đàm coi chỉ đàm cả khóc với chỉ đàm giống với miền khăm đấy chẳng với miền bây giờ thì chẳng mà nấu dưỡng đôi kia chẳng riêng đầm bay ở răng móm riêng đầm bay chui luôn ấy riêng đầm bay chui đàn nè đặt tây nông thố lô thả đầm bay chui nè đặt tây tự bán trời chui luôn ấy chỉ một sần còn trong chui nè đặt tây thế trong chui bốc mai dương thế trong chui cua xa thế cho ba thế và man phía rồi ai kêu chưaយ៉ាងម៉េចបានឥឡូវវាអត់ចាំមើលណាឥឡូវណាបើក្មួយពិតជាស្រឡាញ់គ្រួសារចង់ជួយគ្រួសារណាក្មួយណាក្មួយត្រូវសិក្សារៀនសូត្រនៅពេលដែលក្មួយសិក្សារៀនសូត្រក្មួយរៀនចេះក្មួយមានចំណេះក្មួយមានជំនាញក្មួយជួយខ្លួនឯងបានទេក្មួយមានភាពរឹងមាំក្នុងខ្លួនឯងក្មួយអាចជួយខ្លួនឯងបានទេក្រោយអំពីក្មួយរឹងមាំហើយក្មួយក៏អាចជួយដល់អ្នកដទៃបានដែរឧទាហរណ៍ថាក្មួយឈរដោយរឹងមាំអ្នកដទៃគេអាចមកបង្អែកក្មួយបានតែផ្ទុយមកវិញបើក្មួយទាន់ម្លេះម្លោះអ្នកដទៃមិនអាចជួយក្មួយបានទេឬយើងនិយាយមួយយ៉ាងទៀតថាក្មួយឃើញគេលងទឹកយើងចង់ជួយស្រង់គេពីទឹកហើយបើយើងអត់ចេះហែលទឹកយើងទៅជួយគេកើតទេទៅយើងក៏ងាប់ដូចគេឥឡូវហើយអញ្ចឹងតើតើយើងចេះហែលទឹកឬក៏យើងដឹងពីរបៀបជាច្រើនដែលយើងអាចជួយសង្គ្រោះឬយើងនិយាយថាយើងចេះហែលទឹកអាហ្នឹងយើងអាចជួយសង្គ្រោះគេបានណាដល់បានណាក្មួយគេឬនិយាយមួយយ៉ាងទៀតដូចក្មួយចង់ដាក់បាតប្រសងមិញទៅដាក់បាតប្រសងរួចដើម្បីដាក់បាតប្រសងទៅបានក្មួយត្រូវមានអី
ក្មួយត្រូវមានអីត្រូវដាក់សិនមែនទេមានបាយមានសម្លឬក៏មាននំឬក៏មានបែកចាយគឺលុយអ្វីដែលក្មួយចង់ដាក់បើក្មួយចង់ដាក់បាតប្រសង់តតែក្មួយមានអីត្រូវដាក់សិនដាក់តនៅក្មួយយ៉ាងណាមិញបើក្មួយចង់ជួយដល់អ្នកដទៃជួយដល់គ្រួសារជួយដល់សង្គមជាតិត្រូវពង្រឹងខ្លួនឯងជួយខ្លួនឯងតាមរយៈការសិក្សាមកដោយគ្រូលោកគ្រូអ្នកគ្រូមកបង្ហាត់ក្មួយអញ្ចឹងដែលគាត់អាចមកបង្ហាត់ក្មួយបានហ្នឹងគឺគាត់ជួយខ្លួនឯងរួចបាត់ហើយគាត់មានអីគាត់មានចំណេះគាត់មានចំហរឹងមាំរួចបាត់ទៅហើយដោយសារគាត់មានចំហគាត់មានចំណេះអីរឹងមាំស្រេចបាច់ទៅហើយហ្នឹងទើបគាត់អាចយកចំណេះដឹងហ្នឹងមកបង្ហាត់មកបង្រៀនដល់ក្មួយបានស្ដាប់តន់បានទេក្មួយដល់បានទេក្មួយនេះជាហេតុផលមួយចំនួនដែលក្មួយត្រូវសិក្សារៀនសូត្រដល់បានទេក្មួយហេតុផលមួយទៀតចំណេះវិជ្ជាមានតម្លៃលើសវត្ថុនានារាល់ថ្ងៃស្អីគេមានតម្លៃជាងគេស្អីក៏ដោយណាមាសពេជ្រកៅកោពិទូសូរកានជារបស់មានតម្លៃតែចំណេះវិជ្ជាមានតម្លៃជាងរបស់អស់ទាំងនោះទៀតចំណេះវិជ្ជាណាចំណេះវិជ្ជាមានតម្លៃជាងមាសជាងពេជ្រជាងរតនវត្ថុផ្សេងទៀតចំណេះវិជ្ជានេះហើយចំណេះវិជ្ជានេះមានភាពងាយស្រួលយកតាមខ្លួនបានទៀតចំណេះវិជ្ជានេះយើងអាចប្រើបានគ្រប់ស្ថានភាពចំណេះវិជ្ជានេះយើងអាចប្រើបានគ្រប់ទីកន្លែងចំណេះវិជ្ជានេះយើងអាចយកតាមខ្លួនបានគ្រប់ទីកន្លែងដែលយើងចង់ទៅមិនភ័យខ្លាចចោលលួចដែលមានចោលលួចចំណេះវិជ្ជាទេក្មួយដែលមានទេមិនភ័យខ្លាចទឹកគួចយកទៅបាត់ក្មួយដែលភ័យខ្លាចទឹកលិចគួចយកចំណេះវិជ្ជាទៅបាត់ទេអត់គេណាមិនភ័យខ្លាចភ្លើងឆេះដែលភ័យខ្លាចភ្លើងឆេះអត់ដែលនៅគិតដេកនៅឃើញអូតិចភ្លើងឆេះចំណេះវិជ្ជាអញទៅបាត់អស់ទៅពេលណាភ្លើងអាចឆេះសភៅអាចឆេះក្បួនបានតែចំណេះវិជ្ជាដែលកូនចេះភ្លើងឆេះអត់បានចោលលួចមិនបានទឹកលិចមិនបានកាន់តែប្រើកាន់តែចម្រើនយល់ទេកាន់តែចែកឲ្យគេកាន់តែចម្រើនកាន់តែចេះតែបើទ្រាំផ្សេងក្មួយចែកឲ្យគេច្រើនអស់មែនទេក្មួយចំណេះវិជ្ជាក្មួយកាន់តែចែកកាន់តែចេះកាន់តែចែកគឺកាន់តែចេះចំណេះវិជ្ជាយើងអាចប្រៀបថាជាមាសចំណេះវិជ្ជាយើងអាចនិយាយថាជាលុយចំណេះវិជ្ជាយើងអាចនិយាយថាជាធនាគារឬយើងនិយាយថាជាម៉ាស៊ីនបង្កើតលុយជាម៉ាស៊ីនបោះពុម្ពលុយជាទូ ATM ស្អីគេក្មួយស្គាល់ទូ ATM អត់កន្លែងអីគេអាហ្នឹងកន្លែងដកលុយឃើញទេចឹងទូ ATM កន្លែងដកលុយចឹងចំណេះវិជ្ជាហ្នឹងដូចជាទូ ATM ចឹងដកលុយមែនទេឬជាកន្លែងសម្រាប់បង្កើតលុយណែសំខាន់ណាស់ក្មួយគេណាក្មួយដល់បានណាក្មួយចឹងលើខ្លីប៉ុណ្ណឹងយកអំពីហេតុផលមួយចំនួនតូចដែលដាច់ខាតដែលយើងត្រូវតែរៀនពីព្រោះបើមានចំណេះវិជ្ជាស្មើនឹងមានអ្វីគ្រប់យ៉ាងទាំងអស់ដល់បានទេមានចំណេះវិជ្ជាមានការងារណាមានចំណេះវិជ្ជាមានការងារមានពាក្យមួយទៀតគេនិយាយថាម៉េចចំណេះវិជ្ជាជាគ្រឿងលម្អជីវិតធម្មតាគ្រឿងអលង្ការលម្អរូបរាងកាយមែនទេក្មួយ
ពាក់មាសដើម្បីលម្អរូបកាយតែចំណេះវិជ្ជាលម្អជីវិតធ្វើជីវិតមានភាពភ្លឺស្វាងមានពន្លឺចែងចាំងមានភាពថ្កុំថ្កើងមានអ្វីផ្សេងទៀតឬនិយាយម្យ៉ាងទៀតថាចំណេះវិជ្ជាគឺជាអំណាចមានចំណេះវិជ្ជាមានអំណាចអត់ចំណេះវិជ្ជាគឺអត់គ្រប់យ៉ាងដោយសារពេលមិនសូវច្រើនអញ្ចឹងលោកគ្រូលើកប៉ុណ្ណេះបានហើយណាក្មួយណាពីរោះហ៎ក្មួយពីរោះហ៎ពីរោះហ៎ចង់ស្ដាប់ទៀតហ៎ទុកថ្ងៃក្រោយណានិយាយប៉ុណ្ណឹងបានហើយអញ្ចឹងអនុមោទនា